បាទសួស្តីបងប្អូនទាំងអស់គ្នាបាទអញ្ចឹងយើងស្វាគមន៍មកកាន់មេរៀនហ្គីតាយើងជាបន្តទៀតហើយបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញបងប្អូនជាបន្តទៀតជាមួយនឹងការរៀនអាននៅហ្គីតា tab បាទអញ្ចឹងហ្គីតា tab របស់យើងគឺមានtechnique ច្រើនណាខ្ញុំបានធ្វើបង្ហាញហើយវីដេអូមុនគឺវាមាន slide មានលេខ technique បាទបែប pull up បែប hammer អីផ្សេងទៀតណាអញ្ចឹងបងប្អូនដែលគាត់ចង់លេងជាលក្ខណៈក្រប melody អញ្ចឹងបងប្អូនអាចចូលមករៀនជាមួយនឹង channel YouTube ខ្ញុំបានបាទដែលខ្ញុំមានបង្ហាញគ្រប់ទាំងអស់ទាំងហ្គីតាគ្រប់កម្រិតតែម្ដងមកតាំងពីថ្នាក់ដំបូង strumming ចាប់អក្សរចាប់អីបាទណាចឹងបងប្អូនចូលមកថ្មីៗសូមជួយចុច Subscribe ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូមេរៀនដែលតាក់ទងនឹងហ្គីតាថ្មីឬក៏ចង់រៀនជាមួយខ្ញុំផ្ទាល់ក៏បានដែរបងប្អូនអាចតាក់ទងមក Telegram នៅខាងលើបានបាទហើយសម្រាប់បងប្អូនថ្មីដែលគាត់ត្រូវការកាប៉ូបាទនេះរូបត្រីឆ្លាមក៏ខ្ញុំមានលក់ដែរបងប្អូនអាចតំណមកខ្ញុំបានមានដូចជាខ្សែហ្គីតាក៏មាននេះខ្សែអេឡិចត្រូនិកបាទណាបងប្អូនតែត្រូវការឲ្យគឺខ្សែហ្គីតាដើម្បីផ្លាស់ប្ដូរព្រោះវាយើងលេងយូរទៅវាតែងតែមានការដាច់ហើយនឹងភីកកញ្ចក់ហ្គីតាគ្រឿង accessory ផ្សេងទៀតដែលតាក់ទងជាមួយនឹងហ្គីតារបស់យើងបាទណាបាទអញ្ចឹងកុំឲ្យខាត់ពេលយូរឥឡូវយើងចូលមករៀនមេរៀនយើងទាំងអស់គ្នាបានហ្គីតា tab បាទអញ្ចឹងថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញបងប្អូនពីរបៀបលេង hammer ហើយនិង pull up បាទណាអញ្ចឹងវីដេអូមុនយើងបានរៀនពី hammer បាទ hammer យើងលេងរបៀបម៉េចហើយនឹង pull up យើងលេងរបៀបម៉េចណាប៉ុន្តែមេរៀនថ្ងៃនេះគឺបូកបញ្ចូលគ្នាតែម្ដងណាយើងស្គាល់ hammer ហើយនិង pull up ហើយប៉ុន្តែថ្ងៃនេះគឺគេសរសេរបូកបញ្ចូលគ្នាតែម្ដង hammer ហើយនិង pull up ហ្នឹងគឺគេសរសេរបូកបញ្ចូលនេះហើយរបៀបលេងក៏ផ្សេងគ្នាដែរណាផ្សេងគ្នាពី pull up ពី hammer ណាអញ្ចឹងវីដេអូមុនខ្ញុំធ្វើបង្ហាញពី hammer គេលេងផ្សេង pull up គេលេងផ្សេងណាតែវីដេអូនេះគឺបូកបញ្ចូលគ្នាបាទនេះអញ្ចឹងនិមិត្តសញ្ញារបស់គេគឺគេសរសេរបែបនេះមានអក្សរ A នេះគឺគេ hammer អក្សរ P នេះគឺ pull up ណាអញ្ចឹងពេលដែលគេដាក់អញ្ចឹងមកបាទគេលេងបញ្ចូលគ្នាឥឡូវកុំឲ្យខាត់ពេលយូរមកមើលខ្ញុំលេងទាំងអស់គ្នាណាអញ្ចឹងបងប្អូនស្គាល់ហើយខ្សែហ្គីតានេះ1 2 3ឥឡូវខ្ញុំដាក់ឧទាហរណ៍ឲ្យនៅលើខ្សែទី3ណាខ្សែទី3ខ្ទង់ទី5 hammer ទៅខ្ទង់ទី7ហើយ pull up មកខ្ទង់ទី5វិញណាអញ្ចឹងគេសរសេរមានវងកញ្ចក់ពីលើហើយគេដាក់អក្សរ A អានេះគេដាក់អក្សរ P បាទជួនកាលគេអត់ដាក់ទេគេណាគេលុបអានេះចោលអញ្ចឹងទៅណាអ្នកខ្លះគេសរសេរតែប៉ុណ្្នេះទេគេលុបចោលគេលុបអក្សរខាងលើចោលគេសរសេរតែប៉ុណ្្នេះគឺគេដឹងថា hammer pull up ហើយណាបាទហើយរបៀបលេងមើលលេងខ្សែទី3ណាខ្សែទី3ហើយខ្ទង់ទី5បាទនេះខ្ទង់ទី5ហើយនេះមកខ្ទង់ទី7បាទហើយ pull up ទៅខ្ទង់ទី5នេះវិញណាអញ្ចឹងដៃចោលរបស់យើងគឺសង្កត់នៅលើខ្ទង់ទី5ហ្នឹងឲ្យជាប់មើលឃើញទេតែពិតអានេះ hammer នេះទី5មកទី7ទេ hammer តែពិត pull up ទៅទី5វិញណាខកកាយអញ្ចឹងយើងអត់កេះទៀតទេណាបើសិនជា pull up វាកេះបើសិនជា pull up ទៅទេគេកេះណាគេកេះអញ្ចឹងប៉ុន្តែបើវាភ្ជាប់ជាមួយនឹង hammer pull up ហើយគឺគេអត់កេះទេគ្រាន់តែគេកេះតែ hammer ឯងដល់ពេល pull up ហ្នឹងគេកាយដៃនឹងសល់លើតែម្ដងណាវិញលេងហ្នឹងដែលគេហៅថា hammer pull up ហ្នឹងគេសរសេរនៅលើខ្សែទី3ហ្នឹងហើយខ្ទង់អស់ហ្នឹងណាចេញ hammer pull up ហ្នឹងដាច់ខាតគឺត្រូវតែមានលេខតួទី1ហើយនឹងតួខាងក្រោយនេះគឺលេខដូចគ្នានឹងខ្ទង់ជាមួយគ្នាព្រោះដោយសារឃើញចុងក្រោយគឺគេយកមកអាខ្ទង់ដើមមកវិញដែរឃើញឲ្យវាសល់អញ្ចឹងអានេះលេខប្រមាណយើងអត់ដឹងទេស្អីគេសរសេរមកណោតគេសរសេរមកអញ្ចឹងណាបាទឃើញអញ្ចឹងបើសិនយើងមកលេងខ្ទង់ផ្សេងខ្សែផ្សេងលេងដូចគ្នាមកឥឡូវខ្ញុំចុះមកខ្សែទី2បាទខ្សែទី2ខ្ទង់ដដែលចុះឃើញទេមកខ្សែទី1ណាវាលឺសំឡេងតាមខ្សែមួយអញ្ចឹងទៅឃើញទេហ្នឹងគេហៅថា hammer pull up បន្តមកទៀតយើងលេងនេះខ្ញុំឧទាហរណ៍ឲ្យណាខ្ទង់ទី7ហើយនិងខ្ទង់ទី5នៅលើខ្សែទី4ហើយនេះ7នេះ5ឃើញទេខ្សែទី4បន្ទាប់មកឡើងមកខ្ទង់ទី7វិញខ្សែទី5នេះទី7ខ្សែទី5ឃើញទេ
នេះបើយើងលេងគុំចូលគ្នានេះបាទយើងលេងបែបហ្នឹងអញ្ចឹងណាអញ្ចឹងយើងបាន hammer pull off មួយឯងបាទអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់អញ្ចឹងវីដេអូក្រោយខ្ញុំនឹងធ្វើបង្ហាញបងប្អូនពីរបៀបមើល tab នឹងជាបន្តទៀតគឺអត់តន់អស់ទេប៉ុន្តែ still technique ដូចជាมันមានច្រើននេះទេទៀតទេប៉ុន្តែខ្ញុំនឹងផ្គុំចូលគ្នាអ្វីដែលយើងបានរៀនគឺយើងផ្គុំ hammer pull up បាទ pull up ផងមាន slide មានអីផ្សេង slide up slide down អីហ្នឹងបាទអញ្ចឹងខ្ញុំនឹងផ្គុំដាក់ជា tab មួយរបៀបដូចបទចម្រៀងដែរព្រោះអីបទចម្រៀងបើសិនជាគេសរសេរមកនៅក្នុងមួយបទគឺវាមិនមែនមានតែ slide ឬក៏មានតែ pull up មានតែ hammer ហ្នឹងមួយមុខទេគឺវាលាយចម្រុះចូលគ្នាទាំងអស់ព្រោះអីយើងត្រូវការលេងយើងលេង style ច្រើនណាក្នុងហ្គីតាគឺលេង style ច្រើនគេអត់លេងគ្រាប់ត្រង់អាហ្នឹងបានតែអ្នករៀនដំបូងទេណាគ្រាប់ត្រង់ច្រើនប៉ុន្តែដល់ពេលមានបទចម្រៀងគេលេងhammer pull off ខ្លះទៅគេលេង pull off ខ្លះទៅគេលេងគ្រាប់ត្រង់ខ្លះគេលេង slide ខ្លះ slide up slide down slide អីចឹងទៅខ្លះ hammer អីផ្សេងអញ្ចឹងក្នុងមួយបទហ្នឹងគឺ technique ច្រើនមែនតើណានៅក្នុងហ្គីតាមិនថាហ្គីតាសាំឬក៏ហ្គីតាអេឡិចតិកទេបាទអញ្ចឹងមេរៀន hammer pull off ជាប់គ្នានេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងសង្ឃឹមថាបងប្អូនអាចនឹងទទួលយកមេរៀនពីខ្ញុំនេះបានបើសិនជាបងប្អូនមានចម្ងល់អីបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូបានឬក៏តាក់ទងមកខ្ញុំផ្ទាល់តាម Telegram ខាងលើបានណាបងប្អូនបាទអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមដល់ចប់អញ្ចឹងជួបគ្នានៅមេរៀនក្រោយជាបន្តទៀតបាយបាយ